សុំតោជួយមិនបានវៃសងគ្រួសារយើងកំពុងលំបាកវៃកូននេះក៏ច្រើនដែរហើយមិនឃើញសោកក៏ត្រើយពេលនេះកូនកំពុងខំប្រឹងបិទភ្នែកសួរខ្លួនឯងថាឯណាទៅខ្ញុំត្រូវដើរសតតែជ្រុះមិនក៏គ្មានកម្មយន្តដើរមួយណាសិតត្រូវហើយមួយណាជាខ្លៅពេលខ្ញុំដើរផ្លូវខុសគេបែរជាសរសើរគេមិនចង់ឃើញខ្ញុំប្រសើរមើលមុខមើលមាត់ណាស់មិនរាប់គេជាខ្លៅពេលខ្លះក៏រាប់ខុសដូចជាពាក្យចាស់លោកបានប្រដៅស្គាល់មុខតែមិនអាចស្គាល់ចិនម៉ាំងអើយកូនសុំតោជួយមិនបានវៃសងគ្រួសារយើងកំពុងលំបាកវៃកូននេះក៏ច្រើនដែរហើយមិនឃើញសោកក៏ត្រើយពេលនេះកូនកំពុងខំប្រឹងលើកដៃសំពះខ្ញុំចាក់ចេញពីផ្ទះទាំងធៀមមិនទាន់រះលះអរិយអ្នកតាទីខ្ញុំទ្រូងអ៊ូលស្ទះទូមិនសមនៅក្រុងក៏ខ្ញុំនៅតែជំនះមិនប្រណាំងនឹងគេតែប៉ុណ្ណាំងនឹងកាពះកូនតែចង់ឈ្នះអាហាបីពេលក៏អរគុណព្រះកូនសង្ឃឹមថ្ងៃមួយប៉ុនលឺជីវិតភ្លឺចាំដូចថ្ងៃរះជីវិតខ្ញុំខុសពីជីវិតគេជីវិតខ្ញុំខុសពីជីវិតគេគ្មានសៅអាទិត្យរវល់រហូតគ្មានពេលទំនេរខ្ញុំប្រឹងប៉ុណ្ណឹងហើយឬអ្នកមើលមិនឃើញទេបើខ្ញុំនៅតែក្រសុំកុំពីលបានទេប្រឹងហើយក៏គេងមិនគ្រប់ធ្វើការតាំងពីព្រឹករហូតទល់ប្រលប់បើខ្ញុំមិនប្រឹងទេសួរថាបានអង្គមកពីណាខ្ញុំយកមកហូបជោគនេះហើយជាជីវិតនេះក្របិទភ្នែកបើកភ្នែកមានខ្លះចេញមកដើរវែកញែកថានេះក្រនចេញចោកចិត្តទៅការគិតទៅពីដេកខ្ញុំប្រឹងមុខខ្ញុំមិនឡើងស្លេតបែបវងវាយសាច់កាយចង់ទៅជួបឆ្នាំពេកខ្ញុំអត់យល់អ្នកក្រគួរអីហាត់អ្វីអ្នកចង់បំពល់ចង់ប្រតនាថាខ្ញុំក៏ចង់មានដែរតែមិនតន់អំណោយផលវាស្នាខ្ញុំតបាយម៉ាំងអើយកូនសុំតោជួយមិនបានអើយសោះគ្រួសារយើងកំពុងលំបាកវៃកូននេះក៏ច្រើនដែរហើយមិនឃើញសោកក៏ត្រើយពេលនេះកូនកំពុងខំប្រឹងរាត្រីខ្ញុំជក់បរិយអង្គុយសិនអស់ខ្លួនឯងខ្ញុំចេះតែគិតពីនេះពីនោះខួរក្បាលនេះគិតចង់ហុយផ្សាយឲ្យផ្លូវជីវិតរញ៉េរញ៉ៃត្រឡប់ទៅលិនណាឡើងវែងពេលដែលធំវិញសំពីច្រើនណាស់ខុសកាលពីក្មេងស៊ីបាយឲ្យរត់ទៅលេងមិនដែលជាខ្វល់ឲ្យគិតគូពីរឿងអីផ្សេងប៉ុន្តែលើគិតច្រើនខ្ញុំផ្ទុះ my brain សំពីសំពងជីវិតមួយនេះលំបាកមែនរឿងជីវិតមិនលំបាកពេកហើយប្រឹងណាស់តែមិនឃើញកងក្រៅហើយពេលខ្លាញ់ខ្ញុំមិនជាសែនហត់ហើយពេលខ្លាចខ្ញុំពិតជាសែនហត់គិតទៅមនុស្សយើងមានជីវិតមួយដូចតែគ្នាតែជីវិតខ្ញុំវាដូចជារស់សែនវេទនាគេអ្នកមានគេរស់ស្រួលជីវភាពគេធូរធារតែខ្ញុំវិញក្រធ្វើចំណាក់មកនៅស្រុកគេសែនរញ៉េជីវិតលំបាកលំបិនត្រឡប់ទៅលិនឡើងមកវិញព្រោះតែក្រពេករៀនមិនចប់ទី12គ្មានចំណេះគ្មានជំនាញមានតែធ្វើជាកូលីញើហូលឡើងសាមលីអូទៅដូរយកលុយទិញបាយស៊ីបើសិនយើងនៅតែអន់នៅគ្មានណាគេខ្វល់ទេទឹកមកមិនសូវប្រៃវិសាប់ដូចជាទឹកទន្លេគេតែញ៉ាំមើលរំលោភមិនឲ្យតម្លៃលើយើងទេក៏ព្រោះតែយើងនេះក្រយ៉ាងណាមិនចោះចំណោមគេអ្នកមានកូនទាំងទ្វេលោកកាន់តែចាស់ដែរហើយតែកូននៅលេលើដល់រំមិនឃើញក៏ត្រើយសង្ឃឹមតែថ្ងៃណាមួយពួកយើងនឹងបានធូរស្បើយកូនពិតមិនចង់ឃើញលោកត្រូវលំបាកទៀតឡើយព្រោះជីវិតពិតលំបាកពេកហើយ